សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំថ្ងៃនេះសូមពំនាំនៅរឿងរ៉ាវរបស់អ្នកសិល្បៈពីររូបដែលជារឿងដែលក្តៅគគុកកាលពីរយៈពេល3ម៉ោងកន្លងផុតទៅអ្នកនាងស៊ូវិសាបានបង្ហោះអត្ថបទមួយដ៏អមជាមួយរូបភាពរបស់ខ្លួនដែលមើលទៅពិតជារឿងមិនធម្មតានោះទេបងប្អូនចង់ដឹងថាតើសាច់រឿងយ៉ាងណានិងជាប្រកាសយ៉ាងណាសូមបងប្អូនទៅតាមដានជាមួយនាងខ្ញុំទាំងអស់គ្នានាងខ្ញុំសូមប្រកាសជាសាធារណៈនាងខ្ញុំស៊ូវិសាសូមជម្រាបជូនថានៅថ្ងៃទី18សីហាឆ្នាំ2026នេះនាងខ្ញុំនិងអតីតស្វាមីលោកប៊ុនថុលប៊ុនថងហៅថមមីបានសម្រេចលែងលះគ្នាជាស្ថាពរតាមការព្រមព្រៀងផ្លូវច្បាប់នៅសាលាដំបងរាជធានីភ្នំពេញចាប់ពីថ្ងៃនេះតទៅយើងទាំងពីរនាក់មិនមានទំនាក់ទំនងក្នុងនាមជាប្តីប្រពន្ធទៅទៀតឡើយមូលហេតុរស់នៅមិនចុះសម្រុងនឹងគ្នាហើយយើងសម្រេចដើរតាមផ្លូវរៀងៗខ្លួនដោយសន្តិភាពដោយគោរពនិងមិនមានការចងគំនុំគ្នានោះទេនេះខ្ញុំសង្ឃឹមថាបងប្អូនមេត្តាគោរពតាមការសម្រេចចិត្តរបស់ពួកយើងនិងសូមអរគុណសម្រាប់ការគាំទ្រកន្លងមកក៏សូមអរគុណដល់បងប្រុសមេធាវីអាំងសុវណ្ណរាដែលបានជួយសម្របសម្រួលរឿងក្តីនាងខ្ញុំបញ្ចប់ដោយសន្តិវិធីដោយក្តីគោរពពីនាងខ្ញុំស៊ូវីសាបងប្អូនទាំងអស់គ្នាប្រកាសជាបានដឹងហើយនេះគឺជាស្នាមមេដៃនិងរូបភាពនៅសាលាដំបងរាជធានីភ្នំពេញនេះគឺជាព័ត៌មានជាក់លាក់បន្ទាប់ពីបានដឹងពិតជាសោកស្ដាយដែរបងប្អូនដោយសារតែគាត់ទាំងពីរនាក់ហ្នឹងគឺជាប្តីប្រពន្ធដែលស្រឡាញ់គ្នាដែលកំប្លុកកំប្លែងនៅពេលដែលគាត់បង្ហោះវីដេអូសកម្មភាពទាំងពីរនាក់ហ្នឹងយើងមើលហើយធ្វើឲ្យយើងសប្បាយរីករាយជាមួយនឹងគាត់ប៉ុន្តែមិននឹកស្មានថាការសម្រេចចិត្តរបស់គាត់គឺបានសម្រេចចិត្តបែបនេះអញ្ចឹងហើយមានហ្វេនជាច្រើនបានសោកស្ដាយក៏ជួយលើកទឹកចិត្តនិងគោរពតាមការសម្រេចចិត្តរបស់គាត់ទាំងពីរនោះដែរដោយសារតែជីវិតឯកជនយើងទាំងអស់គ្នាមិនបានដឹងនោះទេថាជីវិតរបស់គាត់ពិបាកយ៉ាងណាអញ្ចឹងហើយមានតែគោរពតាមការសម្រេចចិត្តរបស់គាត់ទាំងពីរសង្ឃឹមថានេះជាព័ត៌មានពិតប្រាកដហើយជាក់លាក់ដោយមិនចាំបាច់ឲ្យបងប្អូនងឿងឆ្ងល់ថាព័ត៌មានពិតឬក៏មិនពិតនោះទេអញ្ចឹងហើយក្នុងអត្ថបទនេះនាងខ្ញុំសូមដកស្រង់តែព័ត៌មានដែលពិតនោះទេហើយក៏មិននិយាយវែកញែកទៅកាន់ភាគីណាមួយត្រូវឬក៏ខុសនេះដែរគឺផ្ដល់ព័ត៌មានពិតប្រាកដជូនបងប្អូននិងសម្រេចចិត្តស្របតាមការសម្រេចចិត្តរបស់គាត់ទាំងពីរអញ្ចឹងហើយសូមអរគុណសម្រាប់ការតាមដានក្នុងវីដេអូរបស់នាងខ្ញុំសង្ឃឹមថាបងប្អូននៅតែគោរពនិងស្រឡាញ់និងគាំទ្ររបស់នាងខ្ញុំអញ្ចឹងហើយក្នុងវីដេអូនេះនាងខ្ញុំដាក់តែរូបភាពដែលជារូបភាពអតីតរបស់គាត់ទាំងពីរដែលជារូបភាពសប្បាយរីករាយនិងពោរពេញដោយក្តីស្រឡាញ់ខ្ញុំមិនចង់ដាក់នៅរូបភាពដែលមានតែរូបភាពសោកសៅឬក៏ភាពបែកបាក់របស់គាត់នោះទេសង្ឃឹមថាបងប្អូននៅតែស្រឡាញ់ចូលចិត្តពួកគាត់ទាំងពីរសូមផ្ញើក្តីស្រឡាញ់ទាំងនេះទៅកាន់បងប្អូនទាំងអស់គ្នានិងជួយលើកចិត្តដល់ពួកគាត់ទាំងអស់គ្នាផងដែរសូមអរគុណសូមគោរពនិងជម្រាបលា